បាត់ដំបងមានស្នាមញញឹមលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទបង្ហាញវត្តមានតាមដានសន្តិសុខយ៉ាងយកចិត្តទុកដាក់បំផុតក្នុងពិធីបុណ្យចូលឆ្នាំថ្មីខណ្ឌបាត់ដំបងក្រមស្មារតីទទួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពនិងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនាថ្ងៃទី13ខែមេសាឆ្នាំ2026លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំបញ្ជានិងចុះត្រួតពិនិត្យតាមដានតាមគោលដៅសន្តិសុខដោយផ្ទាល់សកម្មភាពចុះជួបកម្លាំងនៅតាមគោលដៅជាក់ស្ដែងនេះបានស្ដែងឲ្យឃើញពីគុណសម្បត្តិដ៏វិសេសវិសាលនិងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកស្នងការក្នុងនាមជាថ្នាក់ដឹកនាំដែលតែងតែនៅជាប់ជាមួយមន្ត្រីក្រមអាវ៉ាន់ក្នុងគោលបំណងសំខាន់នៃបេសកកម្មនេះគឺដើម្បីពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពចរាចរណ៍ធ្វើយ៉ាងណាឲ្យក្បួនដង្ហែនិងកម្មវិធីកម្សាន្តនានាប្រព្រឹត្តទៅបានយ៉ាងរលូនវត្តមានរបស់លោកឧត្តមសេនីយ៍ស្នងការនៅតាមដងផ្លូវនិងទីតាំងប្រារព្ធពិធីមិនត្រឹមតែជាការផ្ដល់កម្លាំងចិនដល់មន្ត្រីដែលកំពុងបំពេញភារកិច្ចនោះទេប៉ុន្តែថែមទាំងផ្ដល់នូវភាពកក់ក្ដៅយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅក្នុងទឹកដីខេត្តបាត់ដំបងឲ្យកាន់តែមានទំនុកចិត្តលើសន្តិសុខនិងសណ្ដាប់ធ្នាប់ដ៏ល្អប្រសើរឆ្លងតាមរយៈផែនការការពារដ៏រឹងមាំនិងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទបានសកបញ្ជាក់ថានគរបាលខេត្តបាត់ដំបងជានិច្ចកាលគឺជារបងដ៏រឹងមាំក្នុងការបង្កលក្ខណៈសប្បាយរីករាយនិងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលានៅក្នុងទិវាដ៏មហានក្ខត្តរឹងនៃពិធីបុណ្យចូលឆ្នាំថ្មីនេះសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន